បាទខ្ញុំបាទសូមគោរពជម្រាបសួរដល់បងប្អូនដែលជាកសិករតរៀនបាទនៅក្នុងថ្ងៃនេះខ្ញុំមានកិត្តិយសសូមចូលខ្លួនមករាយរាប់អំពីដំណើរការថែទាំក្នុងដំណាក់កាលនេះបាទយ៉ាងណាមិញដូចជាខ្ញុំខកខាននៅក្នុងការ live នៅក្នុងបណ្ដាញសង្គមនោះដូចជាអស់រយៈពេលជាយូរដែរហើយបាទយូរដែរហើយចូលកាន់កន្លះឆ្នាំបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទថ្ងៃនេះមានមួកបាទបងប្អូនគួរទិញមួកនេះមួយសម្រាប់ការពារបាទការពារដំណាក់កាលនេះការពារធ្លាក់មកគឺយើងអត់អាចទ្រាំទ្រជាមួយនឹងផ្លែត្រេនដែលធ្លាក់មកបានទេបាទអញ្ចឹងយើងមានមួកសម្រាប់ការពារមួកនេះគឺប្រភេទមួកសំណង់យើងអាចរកទិញនៅលើទីផ្សារយើងមកប្រើមកព្រោះជៀសមិនផុតទេក្នុងការដែលយើងដើរក្រោមដើមត្រេនឬក៏យើងត្រូវឡើងទៅចងមែកចងខ្សែអីផ្សេងៗគឺយើងតែងតែប៉ះទង្គិចអញ្ចឹងបើវាប៉ះដៃជើងប៉ះខ្លួនប្រាណអីតិចតួចអានឹងវាមិនជាបញ្ហាទេតែយើងការពារកុំឲ្យវាប៉ះក្បាលបាទអរគុណបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកឡើងអំពីដំណាក់កាលនៃការថែទាំក្នុងវគ្គនេះបាទអញ្ចឹងកន្លងមកតាំងពីផ្កាក្តាប់កតុយជៀសក្តាប់អីហោហែមកគឺខ្ញុំតែងតែឆ្លើយឆ្លងជាមួយនឹងបងប្អូនដែលគាត់មានវត្តមាននៅក្នុងក្រុមបាទតែថ្ងៃនេះគឺខ្ញុំសូមលើកឡើងអំពីដំណាក់កាលនេះតែម្ដងបាទចឹងកន្លងមកក៏ខកខានសូមខន្តីអភ័យទោសផងដែរហើយមានបងប្អូនខ្លះក៏គាត់អ្នកតាមដានខ្ញុំគាត់រងចាំនៅការលើកឡើងរបស់ខ្ញុំនឹងតែខ្ញុំមានធរៈរវល់ក៏អាក់ខានទៅតែយូរឆាប់ខ្ញុំនឹងដំណើរការទៅក្នុងការឡាយឡើងវិញបាទអរគុណដែរអញ្ចឹងនៅក្នុងដំណាក់កាលនេះវ័យផ្លែ70ថ្ងៃបាទ70ថ្ងៃបើខ្ញុំលើសបន្តិចតួចផ្លែខ្ញុំចូលអាចនិយាយបានថានៅក្នុង20ថ្ងៃទី28 27 28ខែ1ដែលខ្ញុំបានបញ្ចប់ការវគ្គរបស់ផ្កាអញ្ចឹង28ខែ1មកដល់28ខែ2 1ខែបាទ2ថ្ងៃ1មកដល់ថ្ងៃ31ខែ3 2ខែឥឡូវចូលដល់ថ្ងៃទី14 15បាទថ្ងៃនេះគឺថ្ងៃទី15ចូលឆ្នាំថ្ងៃទី2អញ្ចឹងវាចូលកន្លះខែទៀតអញ្ចឹង75ថ្ងៃបាទត្រេនរបស់ខ្ញុំគឺវ័យ75ថ្ងៃអញ្ចឹងនៅក្នុងវ័យ75ថ្ងៃនេះដំណើរការលូតលាស់ស្លឹកថ្មីបាទចាប់ផ្ដើមមានវត្តមានហើយបាទសួរថានៅក្នុងវគ្គនេះអាចនឹងមានផលរំខានដោយសារត្រួយដែរឬទេដោយសារស្លឹកថ្មីដែរឬទេក្នុងវគ្គនេះគឺអត់មានទេសូមបញ្ជាក់ជូនថានឹងមិនមានហានិភ័យដែលជ្រុះផ្លែដោយសារលាស់ត្រួយទេដោយសារវ័យ70ថ្ងៃ65ថ្ងៃ70ថ្ងៃនេះឡើងមកគឺលែងមានបញ្ហាលាស់ត្រួយជ្រុះផ្លែហើយរឿងដែលជ្រុះផ្លែវគ្គនេះវាមានរឿងក្នុងការថាការទាញយកអាហារមិនទាន់ជាមួយនឹងផ្លែដតីអាហ្នឹងវាអាចធ្លាក់ខ្លះឬក៏វាច្រើនពេកវាគ្មានសមត្ថភាពក្នុងការតោងផ្លែចិញ្ចឹមខ្លួនឯងបានក៏ជំរុះខ្លះបាទជំរុះខ្លះហើយក៏អត់ជំរុះល្អដែរជំរុះតែផ្លែដែលមានទម្រង់វាចទម្រង់កោងដែលវាមិនមានទម្រង់ល្អប្រសើរក៏វាជំរុះដែរជំរុះទៅហើយក៏នៅសេសសល់ខ្លះហើយយើងអាចនឹងដល់ទុំបាទមានផ្លែខ្លះដែលវាមិនសូវសមរូបសមរាងវានឹងនៅរហូតដល់ទុំក៏មានដែរបាទមានអញ្ចឹងនៅក្នុងដំណាក់កាលដែលយើងថែត្រួយនេះតើយើងត្រូវធ្វើអ្វីខ្លះអញ្ចឹងត្រួយនេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាគឺជាត្រួយគឺជាស្លឹកវគ្គទី1បើចំពោះរូបខ្ញុំចការខ្ញុំធ្វើស្លឹកវគ្គទី1នៅក្នុងវ័យផ្លែ70ថ្ងៃ
ស្លឹកវគ្គទី1នៅក្នុងរដូវកាលថ្មីបាទស្លឹកវគ្គនេះផលិតឲ្យល្អបាញ់ថែទាំឲ្យដិតដល់សម្រាប់ជាទុនក្នុងការផលិតស្លឹកបន្តក្នុងរដូវកាលយកផ្លែនៅក្នុងឆ្នាំក្រោយរដូវកាលក្រោយបាទអញ្ចឹងធ្វើយ៉ាងណាផលិតឲ្យបានល្អបាទផលិតឲ្យបានល្អធ្វើយ៉ាងម៉េចណាធ្វើយ៉ាងម៉េចបងប្អូននឹងសួរថាចុះផលិតឲ្យបានល្អនោះធ្វើយ៉ាងម៉េចបងប្អូនដឹងហើយក្នុងការថែទាំស្លឹកត្រេនយើងមានលក្ខខណ្ឌថែទាំផ្សេងដែលរួមផ្សំបញ្ចូលគ្នាមានន័យថាចំណុចសំខាន់មានដូចជាការដាក់ទឹកការដែលយើងបាញ់បំពន់ស្លឹកការថែទាំស្លឹកមិនឲ្យសត្វល្អិតបំផ្លាញនេះគឺជាកត្តាសំខាន់ដែលយើងត្រូវតែអនុវត្តក្នុងការផលិតស្លឹកការដាក់ជីបាទដំណាក់កាលនេះនៅវ័យខ្ញុំដាក់ជីនៅក្នុងវ័យត្រេន65ថ្ងៃមកដល់ថ្ងៃនេះគឺ75ថ្ងៃអញ្ចឹងមានន័យថាខ្ញុំបានដាក់ជីនឹងក្នុងអស់រយៈពេល10ថ្ងៃមកហើយជីដែលខ្ញុំប្រើអិនខ្ពស់បាទខុសពីបងប្អូនខ្លះគាត់យកលេខ15 520តែខ្ញុំអត់ទេខ្ញុំប្រើអិនខ្ពស់បងប្អូនអាចប្រើ12 33បងប្អូនអាចប្រើខ្ញុំរងថ្ងៃខ្ញុំប្រើរហូតដល់25 510បាទអិនខ្ពស់គោលបំណងសំខាន់ដែលយើងដាក់អិនខ្ពស់ទី1ពង្រីកទំហំផ្លែបាទសារធាតុជីហ្នឹងជាទូទៅជីគឺត្រូវតែអិនខ្ពស់ដើម្បីពង្រីកទំហំផ្លែដើម្បីបំពន់ស្លឹកចាស់និងជំរុញការលូតលាស់ស្លឹកថ្មីបាទអញ្ចឹងដាក់10ខ្ញុំដាក់25 510ប៉ុន្តែខ្ញុំអត់ជ្រើសរើសយកជីគីមីទេបាទខ្ញុំអត់យកគីមីសុទ្ធទេខ្ញុំយកប្រភេទគីមីសរីរាង្គបើយើងនិយាយទៅវាមានប្រភេទ organic matter ហ្នឹងច្រើនបាទ 30% ក្នុងកញ្ចប់បាវក្នុង50គីឡូហ្នឹងមានorganic matter 30% មាន humic acid ដើម្បីសម្រួលឫសបាទអញ្ចឹងក្នុងកញ្ចប់បេដែលខ្ញុំប្រើប្រាស់ហ្នឹងខ្ញុំឃើញថាដូចជាលទ្ធផលគុណភាពល្អបាទគុណភាពល្អអញ្ចឹងបន្ទាប់ពីខ្ញុំដាក់បានដាក់បាន10ថ្ងៃមកដល់ថ្ងៃនេះបងប្អូនអាចសង្កេតមើលស្លឹកបានតើស្លឹកហ្នឹងវាបែបណាហើយទំហំផ្លែវារីកល្អបែបណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូននៅទម្រង់ផ្លែបាទការដាក់សាច់ផ្លែទំហំផ្លែនិងការលូតលាស់ត្រួយបាទហើបត្រួយថ្មីមកអញ្ចឹងក៏ដូចគ្នាផងដែរបងប្អូនដើម្បីបង្ការឬក៏អាចថាជំនួយឲ្យបានដិតដល់ដាក់ទឹកឲ្យបានគ្រប់គ្រាន់ក្នុងដំណាក់កាលដែលមានអាកាសធាតុក្តៅខ្លាំងនេះបាទបងប្អូនខ្លះអត់ទេខ្ញុំបានលួចទៅមើលចំការតរ៉េនបងប្អូនយើងបងប្អូនកសិករយើងមួយចំនួនគាត់រៀងមិនសូវជាយកចិត្តទុកដាក់រឿងទឹកមានន័យថាគាត់មិនហ៊ានឡើងទឹកគាត់តែងតែដាក់ទឹកនៅកម្រិតមួយមិនសមស្របបាទដំណាំតរ៉េនជាដំណាំដែលរស់ដោយសារទឹកបាទបើខានស្រោចទឹកតែ2 3ថ្ងៃនៅក្នុងរដូវប្រាំងតរ៉េននឹងស្លាប់តរ៉េននឹងជ្រុះស្លឹកហើយនឹងលឿងស្លឹកហើយអញ្ចឹងតម្រូវការសំខាន់គឺទឹកនៅក្នុងវគ្គនីមួយក្នុងការថែទាំទៅលើដំណាំតរ៉េនទាំងវគ្គធ្វើស្លឹកទាំងវគ្គធ្វើផ្លែធ្វើផ្កាគឺទឹកដើរតួនាទីសំខាន់ជាទីបំផុតបាទជីថ្នាំជាចំណុច1%អាចនិយាយថា50-50ជាមួយនឹងទឹកទេបាទទឹកកំណត់បាន50ទៅ60%ផ្លែល្អមិនល្អផ្លែជ្រុះផ្លែជាប់ផ្លែច្រើនផ្លែតិចគឺអាស្រ័យទៅលើការប្រើប្រាស់ទឹកបានត្រឹមត្រូវបើយើងប្រើទឹកមិនត្រឹមត្រូវទោះបីជីថ្នាំល្អកម្រិតណាក៏មិនបានមិនអាចជួយជ្រោមជ្រែងតរ៉េនរបស់យើងនឹងឲ្យវាល្អប្រសើរបានដែរបាទអញ្ចឹងតតែពីរហ្នឹងបញ្ចូលគ្នាតែបើ
ខ្ញុំគិតថាសំខាន់ជាងគេគឺទឹកតែម្ដងអញ្ចឹងដំណាក់កាលនេះត្រូវតែបាជីបងប្អូនត្រូវតែបាជីបងប្អូនត្រូវតែផលិតស្លឹកឲ្យបានមូលហេតុអីបានជាខ្ញុំទាមទារឲ្យបងប្អូនផលិតស្លឹកឲ្យបានស្លឹកมันកាលណាมันបានផលិតនៅក្នុងពេលវេលានេះស្លឹកនឹងចេញនៅក្នុងវេលាផ្លែអាយុ120ថ្ងៃផ្លែអាយុ115ថ្ងៃកាលណាផ្លែអាយុ115ថ្ងៃយើងដឹងហើយតរេនរបស់យើងពូជកាពូជមុនថងបាទគឺយើងវ័យដែលប្រមូលផលសមស្របប្រមូលផលគឺអាយុ4ខែឬក៏4ខែ5ថ្ងៃបាទលើសខ្វះតិចតួចតែបើសិនជាយើងមិនបានផលិតស្លឹកមិនបានជំរុញការលូតលាស់ឲ្យបានតាន់ពេលវេលានៅក្នុងវ័យផ្លែអាយុ70ថ្ងៃនេះទេ70 80ថ្ងៃនេះទេបងប្អូននឹងជួបបញ្ហាត្រួយទៅចេញនៅពេលនោះបាទត្រួយមិនដាក់អីក៏ចេញដែរប៉ុន្តែវាចេញរបៀបដូចថាមិនសូវជាមានកម្លាំងកាលណាត្រួយទៅចេញនៅក្នុងកំឡុងពេលនោះវារំខានទៅដល់រសជាតិផ្លែបងប្អូនដឹងស្រាប់ហើយកាលណាលាស់ត្រួយអ្នកដែលគាត់មកកាត់ផ្លែលក់គឺគាត់អត់ហ៊ានទេគាត់ហ៊ានកាត់ទេវានាំបញ្ហាដូចជាផ្លែយូរទុំបាទកាត់ទៅក្រទុំវាធ្វើឲ្យសាច់មានរសជាតិទឹកមិនសូវឆ្ងាញ់បាទជាមូលហេតុបណ្ដាលមកពីលាស់ត្រួយខ្ចីនៅក្នុងពេលដែលយើងត្រូវកាត់ផ្លែអញ្ចឹងបងប្អូនអាចធ្វើយ៉ាងណាជំរុញនៅពេលវេលានេះទៅល្អប្រសើរបាទល្អប្រសើរហើយក៏ជាចំណុចរសើបមួយដែរនៅក្នុងវគ្គដែលយើងផលិតផ្លែសំទោសផលិតស្លឹកនៅវគ្គនេះមានបងប្អូនខ្លះគាត់ស្រឡាញ់នៅក្នុងការដាក់ជីលេខ16ស្មើឬក៏17ស្មើ15ស្មើបាទខ្ញុំជឿថាមានបងប្អូននឹងទទួលបានលទ្ធផលមួយមិនសូវជាសមស្របទេកាលណាបងប្អូនប្រើជីប្រភេទនោះនៅពេលនេះមូលហេតុអីកាលណាបងប្អូនប្រើជីប្រភេទលេខក្រាស់លេខធំបែបនេះហើយជាប្រភេទគីមីសុទ្ធបែបនេះនៅក្នុងវគ្គនេះផ្លែយើងនឹងមានទម្រង់សបកក្រាស់បាទត្រេនឡើងសបកក្រាស់ពិបាកនៅក្នុងការរកអតិថិជនហ្នឹងអញ្ចឹងត្រេនសបកក្រាស់ហើយផ្លែវាគេហៅថារបៀបដូចរៀងកពើចង់និយាយថាវាធំខ្លាំងដោយសារសារធាតុជីគីមីហ្នឹងគឺវាមានឥទ្ធិពលខ្លាំងបាទជំរុញការលូតលាស់ខ្លាំងហើយជំរុញផ្លែឲ្យរីកខ្លាំងអញ្ចឹងសបកក៏ក្រាស់ដែរអញ្ចឹងយើងដឹងស្រាប់ថាសបកក្រាស់ពិបាករកអ្នកទិញផ្លែធំពេកក៏ពិបាករកអតិថិជនដែរបាទអញ្ចឹងផ្លែដែលសមស្របអាចត្រឹមទម្ងន់4គីឡូកន្លះ4គីឡូ3គីឡូកន្លះទម្ងន់នេះគឺសមស្របសម្រាប់អតិថិជនទូទៅធំពេកអាចមានបញ្ហាដូចជាសាច់អត់សូវឆ្ងាញ់សបកក្រាស់ឬក៏អាចថាសាច់ក្រទុំយើងបន្ទុំវាមិនងាយទុំបាទអញ្ចឹងនៅក្នុងចំណុចនេះគឺយើងគួរជ្រើសរើសជីដែលមានប្រភេទគីមីសរីរាង្គដែលមានប្រភេទ OM នៅក្នុងក្របជីរបស់យើងដាក់ទៅងាយរលាយបាទឆាប់រលាយអញ្ចឹងសប្តាហ៍ថ្ងៃគឺខ្ញុំប្រើប្រាស់ប្រភេទជីគីមីសរីរាង្គងាយរលាយបាទដាក់ទៅឆាប់បញ្ជូនទៅដល់ឫសហើយជាប្រភេទជីមិនជំរុញឲ្យផ្លែមានសបកក្រាស់ទេតែធ្វើឲ្យដងដើមល្អទម្រង់ផ្លែក៏ល្អមូលដាក់សាច់បានគ្រប់ជ្រុងបាទបានពេញជ្រុងល្អអញ្ចឹងមួយទៀតតកតទៅនឹងការថែទាំស្លឹកបាទអញ្ចឹងនៅក្នុងពេលដែលយើងដាក់ជីហើយគឺកម្លាំងនៃការលូតលាស់បាទដាក់ជីស្រោចទឹកបានដិតដល់រាល់ថ្ងៃនៅក្នុងចំការរបស់ខ្ញុំដាក់ទឹករហូតទៅដល់កន្លះម៉ោងបាទកន្លះម៉ោងរៀងរាល់ថ្ងៃអញ្ចឹងជំរុញការលូតលាស់ក៏មានជំរុញឲ្យផ្លែធំក៏មានដល់អញ្ចឹងដំណាក់កាលលូតលាស់អញ្ចឹង
ការលូតលាស់គឺយើងប្រើប្រភេទថ្នាំដែលយើងបាញ់សម្រាប់សត្វល្អិតហើយប្រើប្រភេទជីទឹកដែលមានអិនខ្ពស់ផងដែរបាទសូមបងរើសយកសារធាតុជីទឹកដែលមានអិនខ្ពស់បាញ់ទៅលើស្លឹកបាទអិនខ្ពស់បាញ់លើស្លឹកបូកជាមួយនឹងថ្នាំប្រភេទការពារសត្វល្អិតអាចមានការពារពីពីងក្រហមព្រោះឥឡូវនេះក្តៅបាទរដូវប្រាំងគឺពីពីងក្រហមចូលចិត្តស្លឹកតរេនណាមួយវិញទៀតយើងក៏មានវិធីសាស្ត្រនៅក្នុងការបាញ់ថែផ្លែផងដែរផ្លែយើងត្រូវបាញ់ថែទាំឲ្យបានទៀងទាត់ថែទាំប្រភេទសត្វចុចសត្វមានតកៅមានសត្វចុចអីផ្សេងហើយនឹងជំរុញផ្លែឲ្យមានតម្រង់ល្អមានជីគេហៅថាមីក្រូធាតុខ្ញុំលាយជាមួយមីក្រូធាតុបាញ់ឲ្យមានតម្រង់ផ្លែស្អាតផ្លែមូលល្អផ្លែមានគេហៅថាបន្ទប់សាច់ហ្នឹងគឺមានច្រើនអាច4បន្ទប់5បន្ទប់អីចឹងទៅបាទហើយខ្ញុំមានប៉ុណ្ណឹងហើយក៏ខ្ញុំសូមចែកបទពិសោធន៍មួយដែរតកតងទៅនឹងមានបងប្អូនខ្លះគាត់ប្រើវិធីសាស្ត្រយកស្នោទៅដាក់នៅកណ្ដាលផ្លែខ្ញុំឧទាហរណ៍ថាផ្លែនៅជិតគ្នាគាត់វែកផ្លែហើយគាត់យកស្នោដាក់នៅកណ្ដាលអាហ្នឹងជាវិធីសាស្ត្ររបស់គាត់តែចំពោះខ្ញុំបាទចំពោះរូបខ្ញុំផ្ទាល់ខ្ញុំអត់ដែលមានទេបាទនៅក្នុងចការរបស់ខ្ញុំមិនដែលប្រើវិធីសាស្ត្រនេះទេគឺយើងធ្វើយ៉ាងណាបាញ់ការពារសត្វល្អិតឲ្យបានទៀងទាត់បាទហើយនឹងនិយាយទៅបាញ់ឲ្យទៀងទាត់ទៅគឺលែងអត់មានអីរំខានទេមានតកៅឬក៏សម្ោចអីរំខាននឹងផ្លែនោះទេអត់មានទេព្រោះខ្ញុំជឿថាបងប្អូនដែលសៀតស្នោនឹងនៅនឹងផ្លែហ្នឹងគោលបំណងកុំឲ្យមានតកៅធ្វើសបុកសម្ោចធ្វើសបុកហ្នឹងបាទតែបើសិនជាយើងថែទាំបាញ់ថ្នាំបាញ់អីទៀងទាត់ព្រោះតរេនបើអត់មានជីអត់មានថ្នាំគឺពិបាកនឹងបានលទ្ធផលហូបណាស់បាទព្រោះនិយាយរឿងថ្នាំទៅលើស្លឹកវិញយើងអត់អាចចោលបានទេមួយសប្តាហ៍ម្ដងឬក៏មានបងប្អូនខ្លះគាត់បាញ់ញឹកជាងនឹងទៀតបាទតែខ្ញុំតែងតែនិយាយកាលពីលើកមុនខ្ញុំថាតរេនដាក់ចិត្តថាដាំតរេនតម្រូវការបាញ់ថ្នាំ52ដងក្នុងមួយឆ្នាំបាទជីហិតផុតទេ52ដងក្នុងមួយឆ្នាំចាប់ផ្ដើមដាក់តរេនដល់ដីថ្ងៃណាចាប់ផ្ដើមរាប់ការបាញ់ថ្នាំរៀងរាល់ឆ្នាំមួយឆ្នាំ52ដងព្រោះយើងមាន52សប្តាហ៍ដែរតិចបំផុតហ្នឹងបើសិនជាបងប្អូនរៀងពយានតិចគឺខូចត្រួយបាទហើយបើសិនជាអ្នកខ្លះគាត់អាចបាញ់ញឹកជាងហ្នឹងទៀតអាចមិនដល់មួយសប្តាហ៍ផង4-5ថ្ងៃអីគាត់បាញ់ទៀតដែរបាទព្រោះខែនេះពីវាងក្រហមចុះបើរាវថ្នាំមិនឃើញអត់ចំថ្នាំដែលមានប្រសិទ្ធភាពបងប្អូនបាញ់2ថ្ងៃ3ថ្ងៃបងប្អូនបាញ់ទៀតហើយបាទអញ្ចឹងខ្ញុំមានការចែកម្លែកប៉ុណ្នេះហើយក៏សូមជូនពរចូលឆ្នាំថ្មីឆ្នាំមី2026នេះសូមឲ្យមានបងប្អូនរកស៊ីទូទានមានបានហើយផ្លែតរេនកាន់បានច្រើនគ្រប់គ្នាបាទដើម្បីកែប្រែជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករខ្មែរយើងបាទសូមអរគុណសូមគោរពលាបាទ